ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងនិទានព្រេងខ្មែរបែបរន្ធត់មួយទៀតមកចែករំលែកដែលមានចំណងជើងថាយាយអាមស៊ីមនុស្សរឿងនេះគឺជារឿងដែលគួរឲ្យព្រឺខ្លាចណាស់ហើយរឿងនេះមានដំណើរតគ្នារហូតមកដល់សព្វថ្ងៃតោះកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់ទាំងអស់គ្នាកាលពីព្រេងនាយមានភូមិមួយនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជនមួយភូមិនោះមានឈ្មោះថាភូមិអូដំបូកប្រជាជនរស់នៅភូមិនោះពិតជារស់នៅបានសុខសាន្តត្រាណតែអ្វីដែលពួកគេមិននឹកស្មានដល់នោះគឺនៅក្នុងភូមិរបស់ពួកគេមានយាយម្នាក់គឺជាអាបយាយអាបនោះរស់នៅម្នាក់ឯងក្នុងផ្ទះទ្រុឌទ្រោមមួយដែលស្ថិតនៅក្នុងភូមិនោះក៏ប៉ុន្តែគាត់នៅឯចុងភូមិគ្មាននរណាហ៊ានចូលទៅជិតផ្ទះគាត់ឡើយព្រោះតែរូបរាងគាត់ចម្លែកហើយតែងតែមានក្លិនឆ្អាបជាប់ខ្លួនជានិច្ចរាល់យប់យាយអាបតែងតែលួចចេញពីផ្ទះដើម្បីស្វែងរកចំណីរបស់គាត់គឺសាច់មនុស្សថ្ងៃមួយមានម្ដាយម្នាក់ឈ្មោះយាយម៉ៃបានសម្រាលកូនស្រីម្នាក់យ៉ាងស្រស់ស្អាតយាយម៉ៃនិយាយថាកូនអើយកូនស្អាតណាស់ម៉ែស្រឡាញ់កូនណាស់ដំណឹងនោះក៏បានឮទៅដល់យាយអាបគាត់ក៏ចាប់ផ្ដើមមានចិត្តចង់ទៅស៊ីកូនរបស់យាយម៉ៃនោះតែម្ដងលុះដល់យប់ជ្រៅយាយអាបក៏បានចេញពីផ្ទះរបស់គាត់រាងកាយរបស់គាត់ក៏ចាប់ផ្ដើមបែកពីគ្នាក្បាលរបស់យាយអាបក៏ចាប់ផ្ដើមដកចេញពីកសន្សឹមក្បាលរបស់គាត់ក៏ចាប់ផ្ដើមហោះទៅលើតែម្ដងដោយមានពោះវៀនជាប់ទៅនឹងក្បាលហោះទៅស្ទុយពោះវៀនស្អុយរលួយណាស់គាត់ហោះសំដៅទៅផ្ទះយាយម៉ៃពេលគាត់ហោះទៅដល់អ្នកភូមិក៏ភ្ញាក់ផ្អើលដោយសារតែឆ្កែព្រុសទ្រហឹងអឹងកងយាយអាបក៏បានចូលទៅក្នុងផ្ទះយាយម៉ៃយ៉ាងស្ងៀមស្ងាត់ចំណែកឯយាយម៉ៃកំពុងតែដេកលង់លក់ស្កប់ស្កល់ដោយមិនដឹងខ្លួនកូនរបស់យាយម៉ៃក៏បានយំភ្លាមយាយអាបនិយាយថ្ងៃនេះមានសាច់ស្រស់ស៊ីហើយគាត់ក៏បានហោះទៅជិតកូនរបស់យាយម៉ៃកូនយាយម៉ៃក៏បានយំខ្លាំងឡើងយាយម៉ៃគាត់ក៏ភ្ញាក់កូនអើយកូនកើតរឿងអីយាយម៉ៃក៏គាត់ស្រែកថាខ្មោចលងជួយផងយាយម៉ៃក៏គាត់ភ្ញាក់ពីដំណេកហើយស្រែកខ្លាំងពេលឃើញក្បាលយាយអាបក៏ហោះចេញពីផ្ទះយាយម៉ៃយ៉ាងលឿនព្រោះខ្លាចអ្នកភូមិដឹងអ្នកភូមិក៏បានស្រែកឆោឡោមានរឿងអីយាយម៉ៃឮសូរយាយម៉ៃស្រែកខ្លាំងយាយម៉ៃក៏គាត់ស្រែកទៀតថាខ្មោចអាបវាស្ទើរតែស៊ីកូនខ្ញុំទៅហើយអ្នកភូមិថាខ្មោចអាបយ៉ាងម៉េចក្នុងភូមិយើងគ្មានអាបមែនទេ
តុអ្វីឥឡូវមានអាបអញ្ចឹងពេលនោះមេភូមិក៏គាត់បានមកដល់ផងដែរមេភូមិគាត់និយាយថាកុំភ័យយើងនឹងរកវិធីកម្ចាត់វាឲ្យបានអ្នកភូមិក៏នាំគ្នាពិភាក្សាដើម្បីរកវិធីកម្ចាត់យាយអាបពួកគេនឹកឃើញទៅដល់យាយម្នាក់ដែលរស់នៅtrongភូមិឈ្មោះយាយត្រីគាត់ជាអ្នកដឹងរឿងអាបកំបាំងច្រើនពួកគេក៏នាំគ្នាទៅសួរនាំយាយត្រីនិយាយសំឡេងហាក់ដូចជាដឹងរឿងរួចទៅហើយខ្ញុំដឹងហើយយាយអាបនោះគឺជាយាយអាបនៅtrongភូមិនោះអ្នកភូមិថាអីយ៉ាយាយនោះមែនយាយត្រីនិយាយបើចង់កម្ចាត់វាត្រូវចាំដល់ថ្ងៃរះវាវិលមកចូលខ្លួនវាវិញទើបយើងអាចកម្ចាត់វាបានអ្នកភូមិក៏នាំគ្នាត្រឡប់ទៅផ្ទះវិញរៀបចំផែនការដើម្បីកម្ចាត់យាយអាបលុះដល់ព្រឹកឡើងមុនពេលថ្ងៃរះអ្នកភូមិក៏នាំគ្នាទៅលបមើលផ្ទះយាយអាបមិនយូរប៉ុន្មានក៏ឮសូរសំឡេងយាយអាបហោះវូត្រឡប់មកវិញតែម្ដងគាត់ហោះចូលទៅក្នុងផ្ទះរបស់គាត់យ៉ាងលឿនដើម្បីភ្ជាប់ខ្លួនទៅនឹងក្បាលរបស់គាត់វិញពេលនោះអ្នកភូមិក៏នាំគ្នារត់សំដៅទៅផ្ទះយាយអាបអ្នកភូមិស្រែកចាប់វាយាយអាបនិយាយពួកឯងធ្វើអីអញពួកគេក៏បានចាប់យាយអាបជាប់គាត់នៅតែមិនអាចភ្ជាប់ខ្លួនរបស់គាត់នៅឡើយទេមេភូមិនិយាយថាដុតវាចោលតែម្ដងទៅដុតក្បាលវាចោលតែម្ដងទៅពួកគេក៏បានដុតក្បាលនិងពោះវៀនរបស់យាយអាបចោលយាយអាបស្រែកយ៉ាងខ្លាំងថាអូយឈឺណាស់អូយក្តៅណាស់ជួយផងរាងកាយរបស់យាយអាបដែលគ្មានក្បាលនោះក៏រមូលដូចដែលត្រូវភ្លើងឆេះរហូតដាច់ខ្យល់ស្លាប់តែម្ដងភ្លើងក៏រលត់ទៅវិញអ្នកភូមិម្នាក់ដកដង្ហើមធូរអស់ភ័យអស់បារម្ភហើយមេភូមិនិយាយភូមិយើងមានសុខសានត្រានឡើងវិញហើយលែងមានអាបអ្វីទៀតទេមុខរញ៉េរញ៉ៃទៀតហើយយើងអ្នកភូមិក៏អបអរដោយក្តីរីករាយចាប់តាំងពីថ្ងៃនោះមកភូមិអូដំបូកក៏មានសុខសានត្រានជារៀងរហូតយាយម៉ៃគាត់និយាយថាកូនអើយយើងរួចផុតពីគ្រោះហើយកូនរបស់យាយម៉ៃក៏បានធំធាត់ឡើងដោយសុវត្ថិភាពរឿងយាយអាបស៊ីមនុស្សនេះបានបន្សល់ទុកជាមេរៀនមួយថាត្រូវប្រុងប្រយ័ត្នចំពោះមនុស្សប្លែកចម្លែកហើយកុំទុកចិត្តអ្នកដែលយើងមិនស្គាល់ឲ្យសោះតើបងប្អូនយល់យ៉ាងណាចំពោះរឿងមួយនេះហើយមានអារម្មណ៍ព្រឺសម្បុរដូចខ្ញុំដែរឬទេបើបងប្អូនមានបទពិសោធន៍ស្រដៀងនេះកុំភ្លេចចែករំលែកឲ្យខ្ញុំស្ដាប់វិញផងណា
សូម